របៀប backup message ពី Exchange server មកដាក់នៅលើ Microsoft Outlook Express 2003 មានន័យថាប្រសិនបើ Microsoft Outlook Express 2003 នេះវាកំពុងតែ connect ទៅកាន់ Exchange server វាអាច download mail ពី Exchange server មកបានប៉ុន្តែប្រសិនវាផ្ដាច់ពី Exchange server មានន័យថាវាមិនអាចទៅ download Exchange server បានទេអញ្ចឹងការធ្វើនៅលើ Microsoft Outlook Express 2003 នេះគឺធ្វើតាមរយៈ work offline អញ្ចឹងទី1គឺខ្ញុំបើកកម្មវិធីនឹងជាមុនសិននេះខ្ញុំដល់ចូល user របស់ Exchange ធម្មតាអញ្ចឹងនេះខ្ញុំមាន mail មួយអញ្ចឹងខ្ញុំសាកល្បង send reply mail send ទៅវិញទៅមកគឺ send មកខ្លួនឯងតែម្ដងអញ្ចឹងឥឡូវនេះខ្ញុំដាក់ថាដល់ខ្ញុំអាច send មួយទៅអញ្ចឹងមួយនឹងបាន send មកខ្ញុំសាកល្បង reply បានច្រើន message សិនទៅអញ្ចឹងនេះគឺជាសារដែលយើងបាន send នេះ22 33 44នេះមួយបាទអញ្ចឹងខ្ញុំសាកល្បងចាប់ផ្ដើមបិទហើយខ្ញុំ disconnect network ថាតើវាអាច connect ទៅកាន់ Exchange server បានអត់ឡើយសាកល្បងបិទហើយខ្ញុំបើកម្ដងទៀតសិនអញ្ចឹងនេះវាអាច lock ចូលបានធម្មតាអញ្ចឹងខ្ញុំចាប់ផ្ដើម disconnect network ចោលសិននេះថា network មួយនេះគឺវា connect ទៅកាន់ Exchange server អញ្ចឹងខ្ញុំ disable ចោលអញ្ចឹងឡើយនេះបាត់មួយឡើយ network នៅខាងនេះអញ្ចឹងឥឡូវត្រូវបាន disable ហើយខ្ញុំចាប់ផ្ដើមបើក Microsoft Outlook ម្ដងទៀតថាតើវាអាច connect ទៅកាន់ Exchange បានដែរឬទេអញ្ចឹងឡើយនេះវាឲ្យយើង retry connect អញ្ចឹងវាព្យាយាម connect ទៅកាន់ Exchange server មានន័យថាវាមិនអាច connect ទៅកាន់ Exchange server បានទេអញ្ចឹងចុចលើ offline ក៏ដើរដែរអញ្ចឹង Exchange ទៅបាន Microsoft Outlook ទៅបានបិទដោយស្វ័យវត្តវិញអញ្ចឹងសាកល្បងបើកម្ដងទៀតបាទនៅតែអត់បានដូចគ្នាដដែលអញ្ចឹងខ្ញុំចុចលើ offline ថាតើវាដើរឬអត់នៅតែអត់ដើរទៀតអញ្ចឹងខ្ញុំចាប់ផ្ដើមភ្ជាប់ connection network នេះម្ដងដែលភ្ជាប់ទៅកាន់ Exchange server អញ្ចឹង connection ត្រូវបាន enable វិញតែម្ដងហើយខ្ញុំចាប់បានបើក Microsoft Outlook ម្ដងទៀតអញ្ចឹងវា Microsoft Outlook ត្រូវបាន lock ចូលហើយអញ្ចឹងខ្ញុំសាកល្បង send reply ម្ដងទៀតតើវាដើរឬអត់ខ្ញុំដាក់555អញ្ចឹង mail 556677ដើរធម្មតាអញ្ចឹងការ send mail អញ្ចឹងខ្ញុំចាប់ផ្ដើមធ្វើ work offline ទី1ដើម្បីធ្វើ work offline បានគឺខ្ញុំចុចទៅលើ file យកពាក្យថា work offline តោះមកចុចទៅលើ OK
យក yes ចឹងពេលនោះវាចាប់ដើម download mail ពី Exchange server មកកាន់ Microsoft Outlook ពេលនោះយើងមិនចាំបាច់ connect ទៅកាន់ Exchange ឬក៏មិនចាំបាច់ប្រើ Exchange server ក៏យើងបើក email បានដែរប៉ុន្តែទន្ទឹមនឹងការយើងបើក email តាមរយៈ Work Offline មានន័យថាយើងមិនអាច send email ទៅខាងក្រៅបានទេមានថាយើងមានន័យត្រឹមតែបើកមើលឯងមិនអាច send បានទេតាមរយៈ Work Offline ហ្នឹងប៉ុន្តែបើសិនចង់ send បានតើយើង connect ទៅកាន់ Exchange server បានយើងមានសិទ្ធិ send បានឥឡូវយើងបានធ្វើ Work Offline ហើយក្រោយពីយើងបានធ្វើ offline នៅក្នុង file កន្លែងនេះវាត្រូវបាន disable ចោល Work Offline ត្រូវបានបិទអញ្ចឹងខ្ញុំបិទហើយខ្ញុំចាប់ដើមបើម្ដងទៀតចឹងពេលនេះវាសួរយើងថាទីមួយតើយើងចង់ connect ទៅកាន់ Exchange server អត់កន្លែងនេះមានថាតើយើងចង់ប្រើ Work Offline អត់ចឹងនេះខ្ញុំ connect ទៅកាន់ Exchange server ខ្ញុំបិទតើមកខ្ញុំចូលតាម disable network នេះចោលចឹង network ដែល connect ទៅកាន់ LAN ត្រូវបាន disable ចោលហើយខ្ញុំសាកល្បងបើក Microsoft Outlook ម្ដងទៀតខ្ញុំឲ្យខ្ញុំ connect ទៅលើ Exchange ពេលនោះវាអត់ទៅទេចឹងគឺយើងសិក្សាមកលើ Work Offline វិញម្ដងព្រោះយើងបានប្រើ Work Offline ហើយចឹង Work Offline យើងបាន log ចូលហើយយើងអាចមើលអត្ថន័យសារយើងបានដោយមិនចាំបាច់ connect ទៅកាន់ Exchange តមកទៀតខ្ញុំសាកល្បង reply ហើយខ្ញុំ send មកខ្លួនឯងដាក់លេខ99មកខ្ញុំ send ទៀត888ចឹងខ្ញុំ send receive ចឹងការ send វាមានមកទេមានតែគ្រាន់តែការ send ចេញតែគាត់ថាធ្វើវា error ចឹងកន្លែងនេះវាថាខ្វែងដាក់ Work Offline ហើយ connection ឡើងនេះវាអត់ដើរទេលុះត្រាយើង connect កាន់ Exchange server បងអាចយើងទទួលបានចឹងខ្ញុំសាកបិទហើយខ្ញុំចាប់ដើម enable នេះវិញម្ដងមកភ្ជាប់ទៅកាន់ Exchange server ម្ដងទៀតឥឡូវ connection នេះបានភ្ជាប់ទៅកាន់ Exchange server ហើយខ្ញុំចាប់ដើមបើកម្ដងទៀតចឹងឡើងនេះវាសួរយើង connect ទៅកាន់ Exchange server ឬយើងធ្វើការក្នុង Work Offline ដដែលចឹងមើលថានេះខ្ញុំ connect ទៅកាន់ Exchange server ចឹងនេះវាចាប់ផ្ដើមចូលទៅកាន់ Exchange server ហើយចឹងដល់ពេលយើងចុចលើ send receive email ដែលយើងអាច send ពីមុនអាចមកវិញចឹងចាប់ផ្ដើមសាកចុចទៅលើ send receive តែម្ដងចឹងនេះវាកំពុងតែ receive mailbox 2ដែលយើងបាន send នៅក្នុង Work Offline ចឹងយើងទទួលបាន2គឺប្រហែលជាលេខ9ឡើយនេះលេខ8ទេតែចាស់នេះគឺលេខ9ហើយបាទ send mail លេខ9បាទចឹងរបៀបក្រោយយើងបានធ្វើ Work Offline ហើយយើងបិទពេលនោះវាចាប់ផ្ដើម backup Work Offline ពី Exchange server យកមកដាក់នៅលើ Microsoft Outlook ដូចគ្នាធម្មតាចឹងឥឡូវយើងធ្វើការ remove Work Offline ចោលវិញចឹងដើម្បី remove Work Offline ចោលគឺយើងចុចទៅលើ tool ឥឡូវខ្ញុំបាយចាំ connection ខ្ញុំមកក្រោយវិញចឹងក្នុងការធ្វើ offline ទៅបានបញ្ចប់